យ៉ាងម៉េចសប្បាយអស់ចិត្តហើយនៅកូនប្រុសជើងល្អខ្ញុំសុំមិននិយាយអីទាំងអស់ខ្ញុំប្រាប់ម៉ាក់រួចហើយតាថាខ្ញុំមិនពេញចិត្តលើការផ្សំផ្គុំទាំងអស់នោះទេរវាងឯងនិងគេបើគិតត្រឹមលេងសាច់កំដរអារម្មណ៍មួយផ្លែតម៉ាក់មិនថាអ្វីទេតែបើឯងគិតចង់យកក្មេងនេះមកធ្វើជាប្រពន្ធរំលងសាកសពម៉ាក់សិនទៅម៉ាក់នេះវាយ៉ាងម៉េចហ្នឹងនេះម៉ាក់នាំខ្ញុំទៅឲ្យគេបំបាក់មុខបែបនេះឬរឿងនេះម៉ាក់មិនដាច់ដឹងពីមុនមកទេឮតែម្ដាយគេថាកូនគេនឹងមិនមានអ្នកណាថែមទាំងមកជាប់មាត់ជាប់សម្ដីជាមួយម៉ាក់ដោយផ្ទាល់ទៀតខ្ញុំមិនដែលមានអារម្មណ៍អាម៉ាស់អីបែបនេះពីមុនមកទេនាងប្រពៃនោះជាអ្នកណាទៅខ្ពង់ខ្ពស់លើយ៉ាងកម្រិតណាហេតុអីហ៊ានមកធ្វើឲ្យខ្ញុំនេះត្រូវគេបដិសេធចំកដាលមុខបែបនេះតែខ្ញុំត្រូវតែយកកិត្តិយសខ្ញុំមកវិញខ្ញុំនឹងធ្វើឲ្យបងចេះស្ដារនោះស្វាងស្មារតីមើលដឹងថាមួយណាជាពេជ្រមួយណាជាគ្រោះរឿងវណ្ណៈស្នេហ៍ភាគទី10ក្រឡេកទៅមើលប្រពៃវិញក្រោយចេញពីរៀនក៏មានចិត្តត្រាមកទទួលព្រោះចេស្តាបានផ្ដាំឲ្យទៅទទួលដោយក្តីបារម្ភពីសុវត្ថិភាពរបស់ប្រពៃបងចត្រាជម្រាបសួរបងតើអូនថ្ងៃនេះបងមានទូនាទីពីមេធំមកយកអូនទៅផ្ទះវិញចាបងគាត់បានប្រាប់ខ្ញុំដែររំខានបងពេកហើយតាមពិតទៅខ្ញុំទៅដល់ខ្លួនឯងក៏បានដែរធម្មតាទេនេះចេស្តានេះណាគេបារម្ភអ្វីដែលគេស្រឡាញ់ណាអូនចង់ទៅរកអីញ៉ាំឬអត់នឹងចាំបងជូនទៅទិញមិនអីទេបងភ្លាមនោះចេស្តាក៏តាក់ទងមកចត្រាក៏បានលើកហើយបើកសំឡេងឮដើម្បីឲ្យប្រពៃបានឮផងដែរអាឡូអញទៅយកប្រពៃនៅហើយការងារស្អីយើងមិត្តស្រីរបស់អញសោះនឹងអញក្រែងនិយាយគ្នារួចហើយមិនអញ្ចឹងហើយនេះចត្រាឯងលេងស្អីនឹងថ្មនេះប្រពៃទៅផ្ទះជាមួយអ្នកណានេះហើយខំមកសានទុកចិត្តឯងយើងនិយាយលេងទេប្រពៃនៅលើឡានយើងកំពុងតែជូនទៅផ្ទះហើយលោកប្រុសឯងនេះលេងសើចនឹងរឿងអញ្ចឹងទៅកើតយើងសុំនិយាយជាមួយប្រពៃបន្តិចមកមិនអីទេបងអូនកំពុងធ្វើដំណើរទៅផ្ទះហើយអូនឃ្លានអីអត់ឲ្យបងទៅទទួលពីចត្រាទៅញ៉ាំអីទេមិនអីទេបងនៅញ៉ាំអីជុំគ្រួសារមិនចឹងទេអត់ទេបងញ៉ាំរួចហើយអញ្ចឹងអូននៅចាំបងនៅហាងអាហារក្បែរនោះចុះណាចាំបងទៅទទួលហើយទៅញ៉ាំអីសិនបងដឹងថាអូនប្រហែលជាមិនទាន់ញ៉ាំអីទេចាបងចត្រាឯងនាំប្រពៃទៅហាងអាហារក្បែរនោះទៅចាំយើងទៅខ្លួនឯងអរគុណហើយណាសម្លាញ់ដែលបានទៅយកប្រពៃជំនួសយើងអូខេចត្រាក៏បាននាំប្រពៃទៅហាងអាហារក្បែរនោះនិងខលទៅប្រាប់ទីកន្លែងប្រាប់ចេស្តាតាមក្រោយអញ្ចឹងអូននៅចាំនេះចុះណាបន្តិចទៀតចេស្តាគេមកដល់ហើយបងប្រាប់គេរួចហើយអរគុណហើយបងជម្រាបលាបងអូខេបងទៅហើយអញ្ចឹងប្រពៃអង្គុយចាំចេស្តាបន្តិចចេស្តាក៏មកដល់ចាំបងយូរទេផ្លូវស្ទះពេកហើយអូនកំងអីញ៉ាំហើយនៅទេអូនចាំបងហើយមិនបានជាបងមកលឿនម្លេះក្រែងថានៅញ៉ាំអីជុំគ្នាជាមួយគ្រួសារឯងហាត់អីញ៉ាំលឿនម្លេះចៃដន្យប៉ារវល់ទើបត្រូវបែកគ្នាមុនហើយបងមិនដឹងនៅធ្វើអីម្នាក់ឯងក៏ចេញមកវិញទៅម្ដងទៅណាមួយគិតថានឹងអាចមកទទួលទាន់ផងហើយតោះហើយអាហារញ៉ាំទៅកុំរវល់ទៅសួរបងពេកអូនមិនទាន់បានញ៉ាំអីពេលយប់ផងមិនឃ្លានទេអីចេស្តាមិនចង់និយាយច្រើនព្រោះខ្លាចលាក់រឿងនោះមិនចិត្តបន្ទាប់ពីញ៉ាំអាហាររួចរាល់ចេស្តាក៏ជូនប្រពៃទៅផ្ទះធម្មតាបាយបងជិះទៅវិញស្រួលបួលណាហើយពេលទៅដល់ផ្ទះវិញប្រាប់អូនផងណាបាទយ៉ាងម៉េចសប្បាយអស់ចិត្តហើយនៅកូនប្រុសជើងល្អខ្ញុំសុំមិននិយាយអីទាំងអស់ខ្ញុំប្រាប់ម៉ាក់រួចហើយតាថាខ្ញុំមិនពេញចិត្តលើការផ្សំផ្គុំទាំងអស់នោះទេតែម៉ាក់បង្ខំខ្ញុំដូច្នេះខ្ញុំត្រូវប្រើជីវិតរបស់ខ្ញុំដើម្បីនាងប្រពៃនោះមែនទេ
ម៉ាក់សុំនិយាយប្រាប់ឯងឲ្យហើយទោះបីជាយ៉ាងណាក៏ដោយម៉ាក់គ្មានថ្ងៃឲ្យឯងសុំអំណងនឹងក្មេងស្រីម្នាក់នោះឡើយរវាងឯងនិងគេបើគិតត្រឹមលេងសាច់កំដរអារម្មណ៍មួយផ្លែតម៉ាក់មិនថាអ្វីទេតែបើឯងគិតចង់យកក្មេងនេះមកធ្វើជាប្រពន្ធរំលងសាកសពម៉ាក់សិនទៅម៉ាក់ ហើយបើឯងនៅរឿងតតឹងក្មេងនោះនឹងមានបញ្ហាជាមួយម៉ាក់ជាក់ជាមិនខានម៉ាក់ហាមទៅរញ៉េរញ៉ៃជាមួយនឹងប្រពៃឲ្យសោះណាអញ្ចឹងឯងកុំធ្វើឲ្យម៉ាក់ខ្វះការអត់ទ្រាំជាមួយឯងឲ្យសោះណាម៉ាក់ហើយនេះវាសម័យអីទៅហើយហាត់អីក៏ម៉ាក់មិនមានគំនិតទលំទលាយបន្តិចទៅមើលនេះម៉ាក់ចង់ធ្វើដូចសម័យទុំទាវមែនសម័យណាក៏ដោយក៏ម្ដាយគ្រប់គ្នាតែងតែចង់ឲ្យកូនខ្លួនឯងបានរបស់ល្អបំផុតដែរចុះប្រពៃគេមិនល្អត្រង់ណាទៅឯងគិតទេថាបើឯងគ្មានប្រាក់មិនមែនជាកូនអ្នកមានក្មេងស្រីនោះគេនឹងមកស្រឡាញ់ឯងម៉ាក់ងុតទឹកក្តៅមកមុនឯងម៉ាក់មើលមនុស្សធ្លុះជាងឯងតែម៉ាក់មិនទាន់បានស្គាល់នឹងនិយាយជាមួយប្រពៃផងហាត់អីក៏ម៉ាក់វិនិច្ឆ័យគេបែបនេះចេស្តាជឿម៉ាក់ឥឡូវកូនកំពុងតែឆ្លុះវង្វេងនឹងក្មេងស្រីនោះហើយបន្តិចទៅកូននឹងដឹងថាអ្វីល្អអ្វីអាក្រក់ជឿម៉ាក់គ្មានម្ដាយណាចង់ឲ្យកូនខ្លួនឯងបានមនុស្សដែលមិនស័ក្តិសមនោះទេមនុស្សដែលម៉ាក់រើសយកមកឲ្យមកធ្វើជាអនាគតប្រពន្ធកូនម៉ាក់ពិតជាបានសម្រិតសម្រាំងបានយ៉ាងល្អហើយម៉ាក់នៅតែមិនយល់ខ្ញុំមិននិយាយជាមួយម៉ាក់ទៀតទេចេស្តាក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនទាំងមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងទង្វើរបស់លោកស្រីចិន្តាយប់បន្តិចចេស្តាក៏បានខលទៅប្រពៃតែគ្រាន់តែលើកនេះសំឡេងដ៏សោកសៅនិងអស់សង្ឃឹមរបស់គេបានបង្ហាញឲ្យប្រពៃដែលជាគូស្នេហ៍បានដឹងអូនណាចាបងមានរឿងអីមែនហាត់អីថ្ងៃនេះមិនក៏និយាយសំឡេងខ្សោយម្លេះតើបងមានបញ្ហាអីមែនទេបងចេស្តាណាចុះអូនបងពុំមានអ្វីធំដុំទេបងគ្រាន់តែហត់នឿយបន្តិចបងមិនចង់រំសាយអារម្មណ៍មិនល្អនោះឲ្យអូនមកហត់នឿយជាមួយបងទេមិនក៏បងនិយាយអញ្ចឹងអូនជាមិត្តស្រីរបស់បងណាអូនមិនចង់រួមតែសុខទេតែអូនចង់រស់នៅក្នុងជីវិតរបស់បងទាំងសុខនិងទុក្ខបងមានបញ្ហាអីក៏ដោយអូនចង់ឲ្យបងយល់ថាបងអាចពិភាក្សាជាមួយអូនបានគ្រប់យ៉ាងរឿងរបស់បងក៏ដូចជារឿងរបស់អូនដែរប្រពៃចាអូនសន្យាជាមួយបងរឿងមួយបានទេរឿងអីដែរបងថ្ងៃក្រោយមិនថាមានរឿងអ្វីកើតឡើងក៏ដោយមិនថារវាងយើងមានឧបសគ្គធំប៉ុណ្ណាក៏ដោយអូនកុំលែងដៃបងបានអត់សន្យាថានឹងស៊ូជំនះឧបសគ្គទាំងនោះជាមួយគ្នាបានទេបងមិនចង់បាត់បង់អូនទេតែបងក៏មិនអាចហាមឃាត់រឿងដែលនឹងមកបានដែរតើនឹងមានរឿងអ្វីមែនទេបងអូននិយាយសិនមកថានឹងមិនលែងដៃបងទេយើងនឹងកាន់ដៃជំនះវាទៅមុខជាមួយគ្នាណាសន្យាអូនសន្យាថាថ្ងៃក្រោយមិនថាមានរឿងអីកើតឡើងក៏ដោយអូនមិនលែងដៃបងទេនឹងកាន់ដៃបងឲ្យជាប់ផ្លូវជីវិតមួយនេះនៅវែងឆ្ងាយណាស់ប្រកបណាស់នៅថ្ងៃខាងមុខនឹងមានបញ្ហាតែតាំងពីមានបងជាដៃគូរួមដំណើរនោះមកអូនមិនដែលបារម្ភអ្វីទេព្រោះអូនជឿជាក់ថាបងនឹងមិនលែងដៃអូនឡើយបងអរគុណហើយអូនបងស្រឡាញ់អូនណាស់ជាសំណាងរបស់បងដែលមានអូនជាមិត្តស្រីអូនក៏ស្រឡាញ់បងដូចគ្នាសូមបងកុំគិតច្រើនអីរឿងដែលប្រុងនឹងកើតវាត្រូវតែកើតយើងមិនអាចខាត់បានឡើយរឹកតែមិនអាចដឹងថានឹងមកដល់នៅពេលណាបើយើងកង្វល់ពីបញ្ហាដែលនឹងមករកយើងមិនអាចមើលឃើញពីសេចក្តីសុខដែលមានរាល់ថ្ងៃនេះទេរស់នៅជាមួយបច្ចុប្បន្នហើយមានជំនឿចិត្តលើសមត្ថភាពរបស់ខ្លួនថានឹងអាចដោះស្រាយគ្រប់យ៉ាងគ្រប់បញ្ហាដែលចូលមកបានអ្នកទាំងពីរនិយាយលើកចិត្តគ្នាជាច្រើននឹងកាន់តែធ្វើឲ្យពួកគេស្រឡាញ់យល់ចិត្តគ្នាកាន់តែខ្លាំងកាត់ទៅរកពេលវេលាក្រោយអាហារពេលល្ងាចជាមួយនឹងគ្រួសារនារីរតវិញក្រោយត្រឡប់មកវិញដោយអាម៉ាស់ទាំងពីរអ្នកម្ដាយកូនខឹងសម្បានណាស់ព្រោះជាអ្នកខ្ពង់ខ្ពស់មិនដែលមានអារម្មណ៍ត្រូវបានគេបដិសេធចំកណ្ដាលមុខបែបនេះទេម៉ាក់នេះវាយ៉ាងម៉េចហ្នឹងនេះម៉ាក់នាំខ្ញុំទៅឲ្យគេបំបាក់មុខបែបនេះឬរឿងនេះម៉ាក់មិនដែលដឹងពីមុនមកទេឮតែម្ដាយគេថា
កូនគេនឹងមិនមានអ្នកណាថែមទាំងមកជាប់មាត់ជាប់សម្ដីជាមួយម៉ាក់ដោយផ្ទាល់ទៀតខ្ញុំមិនដែលមានអារម្មណ៍អាម៉ាស់អីបែបនេះពីមុនមកទេម៉ាក់យល់ណាកូនស្រីចាំម៉ាក់ចាត់ការឲ្យនាងប្រពៃនោះជាអ្នកណាទៅខ្ពង់ខ្ពស់លើយើងកម្រិតណាហេតុអីហ៊ានមកធ្វើឲ្យខ្ញុំនេះត្រូវគេបដិសេធចំកដាលមុខបែបនេះចង់គេនោះជាអ្នកណាក៏មិនសំខាន់ដែរយ៉ាងណាក៏គ្មានស្រីណាអាចលើកូនម៉ាក់បានដែរតែខ្ញុំត្រូវតែយកកិត្តិយសខ្ញុំមកវិញខ្ញុំនឹងធ្វើឲ្យបងចេះស្ដារនោះស្វាងស្មារតីមើលដឹងថាមួយណាជាពេជ្រមួយណាជាគ្រោះលុះស្អែកព្រឹកលោកស្រីចិន្តាបានទៅដល់ផ្ទះលោកស្រីនារីដោយផ្ទាល់ដើម្បីសុំទោសរឿងដែលបានកើតឡើងកាលពីម្សិលមិញឲ្យខ្ញុំសុំទោសផងណាលោកស្រីខ្ញុំមិនខឹងអ្វីទេព្រោះខ្ញុំដឹងថាដោយសារក្មួយជាស្ដាគេមានមនុស្សក្នុងចិត្តហើយប្រហែលជាស្រឡាញ់ខ្លាំងណាស់ដែរបានជាហ៊ាននិយាយដោយត្រង់មិនលាក់លៀមបែបនេះតែអ្វីដែលខ្ញុំមានការអន់ចិត្តជាខ្លាំងព្រោះក្រោយត្រឡប់មកវិញឃើញកូនស្រីនារីរតមិននិយាយស្ដីអីទាំងអស់ទឹកមុខសងត់សងាត់ទ្រូងជាម្ដាយឃើញកូនបែបនេះហើយមិនសូវជាសប្បាយចិត្តប្រមាណទេខ្ញុំយល់តែលោកស្រីនិងក្មួយនារីរតកុំបារម្ភអីរឿងក្មេងស្រីស្រុកស្រែម្នាក់នោះចាំខ្ញុំជាអ្នកចាត់ការមិនឲ្យបរាំងផ្លូវរបស់គ្រួសារយើងទេអញ្ចឹងខ្ញុំជឿជាក់លើលោកស្រីចិន្តាឯងម្ដងទៀតចុះតែបើលើកនេះប្រសិនបើមានបញ្ហាអញ្ចឹងទៀតខ្ញុំមិនឲ្យកូនស្រីខ្ញុំអាម៉ាស់មុខបែបនេះទៀតទេព្រោះអ្នកស្រីដឹងហើយមុខមាត់ប្តីខ្ញុំមិនតូចតាចទេធ្វើអ្វីក៏ត្រូវតែគោរពមុខមាត់ប្តីខ្ញុំផងដែរចាលោកស្រីក្រោយការនិយាយគ្នាហើយលោកស្រីចិន្តាក៏បានស៊ើបពីប្រពៃនិងបានដឹងថានាងធ្វើការនៅហាងកាហ្វេនោះខណៈពេលនោះដែរលោកស្រីក៏បានទៅរកប្រពៃដល់ហាងកាហ្វេដែលប្រពៃបានធ្វើការនាងនឹងប្រពៃចាខ្ញុំម៉ាក់ជាស្ដាចេញមកនេះបន្តិចមកខ្ញុំមានរឿងចង់និយាយជាមួយនាងប្រពៃក៏បានទៅអង្គុយនៅតុកាហ្វេដើម្បីនិយាយជាមួយលោកស្រីចិន្តាតាមការស្នើសុំរបស់គាត់តាក់ទងជាមួយកូនប្រុសខ្ញុំមកយូរហើយនៅចាប្រពៃសួរដោយឆ្ងល់ព្រោះមិនធ្លាប់បានឮចេស្តានិយាយប្រាប់ពីមុនថាគ្រួសារដឹងរឿងទំនាក់ទំនងរបស់ខ្លួនដែរយ៉ាងម៉េចមិនឮមនុស្សចាស់សួរនាំទេចាប្រហែលជាកន្លះឆ្នាំនេះទេទើបតែកន្លះឆ្នាំសោះចាកន្លះឆ្នាំសោះមានអ្វីល្អណាស់ណាទើបធ្វើឲ្យជាស្ដាងប់ងល់នឹងនាងម្លេះរូបរាងសម្រែជាក្មេងឆុងកាហ្វេនៅហាងធម្មតាសោះមុខនាងនេះមករកកូនខ្ញុំក៏គ្មានបំណងអ្វីក្រៅពីចង់ផ្លាស់ប្ដូរជីវភាពដែរហើយកោតសរសើរម្ដាយឪពុកនាងចិញ្ចឹមបានល្អមែនតាក់ប្រុសអ្នកមានដើម្បីលុយប្រពៃឮហើយខឹងចិត្តណាស់ព្រោះសម្ដីអនាគតម្ដាយក្មេកហាក់មិនគួរឲ្យគោរពសោះជាពិសេសថែមទាំងនិយាយប៉ះពាល់ដល់ម្ដាយឪពុករបស់នាងទៀតសំទោសលោកស្រីមិននឹងលោកស្រីនិយាយស្ដីបែបនេះមកកាន់ខ្ញុំលោកស្រីគួរតែទៅសួរបងជាស្ដាកូនប្រុសរបស់លោកស្រីសិនថាតើអ្នកណាចាប់អ្នកណាឲ្យប្រកាសខ្ញុំមិនដែលតាក់ទងបងជាស្ដាប្រុសលុយទេអ្វីដែលសំខាន់ម្ដាយឪពុករបស់ខ្ញុំមិនដែលបង្រៀនឲ្យកូនស្រីចាប់ប្រុសអ្នកមានឡើយគ្រួសារខ្ញុំក្រមែនតែសុជីវធម៌ការរស់នៅរបស់ខ្ញុំល្អណាស់ខ្ពស់ណាស់សំដីលយម្លេះមុខសម្រែនាងឯងនេះហ៎មិនស្រឡាញ់កូនយើងព្រោះទ្រាំឲ្យក្មេង3ខួបទាយក៏មើលដឹងដែរសាក់កូនជាស្ដាគ្មានលុយទៅមើលស្មានតែនាងស្រឡាញ់ហ៎លោកស្រីកុំគិតថាខ្ញុំស្លូតដូចក្នុងរឿងដែលលោកស្រីធ្លាប់មើលណាមក10ទៅ10ខ្ញុំមានម៉ែមានឪមិនមែនឲ្យអ្នកណាមកមើលងាយខ្ញុំតាមចិត្តទេមកថាខ្ញុំបែបនេះឬក៏លោកស្រីនិយាយឲ្យកូនប្រុសហើយតែកូនប្រុសមិនព្រមស្ដាប់តាមឬនាងសម្រែអើយគិរីនៅតាមមើលពីក្រោយឃើញថាស្ថានភាពមិនស្រួលក៏បានចូលមកសម្រួលសំទោសលោកស្រីតើមានបញ្ហាអីមែនទេចាំទុកណាហើយទុកក្នុងខួរក្បាលដ៏សែនសម្រែរបស់នាងផងទោះជាយ៉ាងណាក៏យើងមិនព្រមឲ្យកូនប្រុសរបស់យើងតាក់ទងជាមួយនឹងនាងដែរ
កុំសង្ឃឹមថាគម្រោងចាប់កូនប្រុសយើងដែលជាអ្នកមានធ្វើប្តីបានសម្រេចឲ្យសោះ និយាយចប់លោកស្រីចិន្តាក៏ដើរចេញពីហាងកាហ្វេដោយអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងក្រោយលោកស្រីចិន្តាដើរចេញបាត់ទៅគិរីក៏បានសួរនាំមានរឿងអីហើយនេះជាម្ដាយរបស់លោកចេស្តាមែនទេ នឹងតែដឹងបងខ្ញុំសុំទៅធ្វើការងារសិនហើយ លុះល្ងាចបន្តិចពេលដែលចេស្តាមកយកប្រពៃក៏បាននិយាយរឿងដែលលោកស្រីចិន្តាមករកខ្លួននិងនិយាយអ្វីខ្លះជាមួយខ្លួនចេស្តាគ្រាន់តែបានដឹងរឿងភ្លាមក៏បានស្ទុះទៅអោបប្រពៃដោយក្តីបារម្ភនិងមានអារម្មណ៍ខុសយ៉ាងខ្លាំងចំពោះទង្វើម្ដាយខ្លួនឲ្យបងសុំទោសដែលម៉ាក់បងធ្វើបែបនេះដាក់អូនបងសន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងលើអូនម្ដងទៀតបានទេ មិនអីទេអូនមិនប្រកាន់នឹងគាត់ទេអូនយល់ថាការដែលគាត់ធ្វើបែបនេះព្រោះគាត់ចង់ឲ្យបងជួបមនុស្សស្រីដែលស័ក្តិសមជាមួយបងទាំងការសិក្សានិងឋានៈរបស់គ្រួសារ អត់ទេសម្រាប់បងអូនស័ក្តិសមគ្រប់យ៉ាងបងទេដែលត្រូវធ្វើខ្លួនឲ្យកាន់តែពូកែដើម្បីស័ក្តិសមនឹងអូន ហើយរឿងនឹងមិនមែនដែលបងប្រាប់ថាកុំឲ្យលែងដៃបងនោះអីហើយបញ្ហាដែលបងនិយាយថានឹងមកដល់ដែលមិនអាចខាត់បាននោះគឺជារឿងនេះដែរមែនទេ បងសុំទោសអូនបងពិតជាមិនដឹងទេថាត្រូវដោះស្រាយបែបណាបងខំប្រឹងអស់ហើយទាំងបដិសេធជាមួយគាត់ទាំងបដិសេធដោយផ្ទាល់កាលពីនៅតុអាហារនោះនិយាយដល់ចំណុចនេះចេស្តាក៏បានរៀបរាប់ប្រាប់ប្រពៃរឿងដែលបានកើតឡើងទាំងអស់ក្រោយស្ដាប់រឿងចប់ប្រពៃក៏បានត្រឹមកាន់ដៃមិត្តប្រុសជាទីស្រឡាញ់ហើយនិយាយទៅកាន់ចេស្តា អូនអរគុណហើយដែលបងជ្រើសរើសយកអូនអរគុណហើយដែលមិនបោះបង់អរគុណហើយដែលព្រមធ្វើគ្រប់យ៉ាងដើម្បីអូន តែបងនៅតែធ្វើឲ្យមានបញ្ហាដល់អូន ស្ដាប់អូនរឿងនេះវាមិនមែនជាបញ្ហារបស់បងតែម្នាក់ទេតែវាជាបញ្ហាយើងទាំងពីរនាក់ត្រូវរកដំណោះស្រាយរួមគ្នាអូនសន្យាហើយថាទោះជាមានរឿងអីកើតឡើងក៏ដោយក៏អូនមិនលែងដៃបងដែរអញ្ចឹងបងកុំបារម្ភអីឲ្យតែបងនៅតែកាន់ដៃអូនក៏មិនបាត់ដៃពីបងដែរតែឥឡូវនេះជប់ហើយបងទៅផ្ទះចុះមានរឿងអីចាំយើងនិយាយគ្នាថ្ងៃស្អែកទៀត បាទម៉ាក់នេះម៉ាក់កំពុងគិតធ្វើអីនឹងម៉ាក់កុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាម៉ាក់ជាឧបសគ្គបានអត់ឈប់ចេស្តានេះឯងដឹងទេថាឯងកំពុងនិយាយអីជាមួយម៉ាក់ឯងប៉ាសួរប្រពន្ធប៉ាតែមើលថាថ្ងៃហ្នឹងគាត់ទៅបង្ករឿងអីមក គ្រាន់តែទៅបដៅក្មេងឲ្យស្គាល់ខ្ពស់ស្គាល់ទាបមិនបានទេ ខ្ញុំបានប្រាប់ម៉ាក់រួចហើយថាកុំទៅរញ៉េរញ៉ៃជាមួយប្រពៃហេតុអីក៏ម៉ាក់នៅតែទៅរករឿងនាងទៀត នាងនោះប្រកែកប្តឹងដែរតើ ខ្ញុំមិនដឹងថាម៉ាក់គិតចង់ធ្វើអីទេតែខ្ញុំសូមឲ្យម៉ាក់បញ្ឈប់បើមិនអញ្ចឹងទេខ្ញុំនឹងមិននៅផ្ទះនេះឲ្យម៉ាក់ឃើញមុខទៀតទេ ចេស្តានេះគ្រាន់តែស្រីម្នាក់ឯងហ៊ានមកគំរាមម្ដាយដែលបង្កើតឯងដល់ម្លឹងផងស្រីនោះលៀងភាពជាកូនរបស់ឯងអស់ហើយហ៎ ម៉ាក់ខ្ញុំនៅគោរពម៉ាក់នៅតែជាអ្នកមានគុណរបស់ខ្ញុំដដែលតែរឿងខុសគិតតាមខុសម៉ាក់ធ្វើបែបនេះមិនត្រឹមត្រូវម៉ាក់គ្មានសិទ្ធិបង្ខំខ្ញុំរឹតតែគ្មានសិទ្ធិទៅនិយាយស្ដីឬវាយតម្លៃអ្នកណាតាមអំពើចិត្តទេព្រោះសម្រាប់ខ្ញុំទង្វើដែលម៉ាក់ធ្វើថ្ងៃនេះវាខុសធ្ងន់ណាស់ អញ្ចឹងឯងចង់ឲ្យម៉ាក់ទៅក្រាបសុំទោសស្រីរបស់ឯងមែន សម្រាប់ខ្ញុំប្រពៃមិនជាស្រីតែជាមិត្តស្រីដែលខ្ញុំស្រឡាញ់ពេញចិត្តហើយក៏ជាមនុស្សស្រីតែម្នាក់គត់ដែលខ្ញុំយកមកធ្វើជាភរិយាហើយបើទោះជាប្រពៃជាមនុស្សស្រីស្រឡាញ់ខ្ញុំព្រោះតែលុយដូចដែលម៉ាក់និយាយក៏ខ្ញុំព្រមរកលុយពេញមួយជីវិតខ្ញុំដើម្បីនាងដែរតោះបានហើយមានអីចាំនិយាយគ្នាស្អែកទៀតឥឡូវយប់ហើយចង់ប្រកែកគ្នាដល់ភ្លឺហ៎ចេស្តាកូនទៅសម្រាកចុះស្អែកនេះមានការសំខាន់នៅក្រុមហ៊ុនផងប៉ាថារឿងនេះចាំដោះស្រាយក្រោយទៅចេស្តាក៏បានដើរទៅបន្ទប់របស់ខ្លួនទៅសំឡេងប្រកែកគ្នាយ៉ាងតឹងសរសៃករវាងម្ដាយនិងកូនប្រុសក៏ស្ងាត់បាត់ទៅចំណែកឯប្រពៃឯនេះវិញក៏កំពុងកង្វល់ចិត្តនឹងរឿងនេះដូចគ្នាដែរ ឯងគិតថាសម្ដីយើងធ្ងន់ដាក់គាត់ពេកដែរអត់មិនអីទេឯងនិយាយការពារខ្លួនឯងត្រឹមត្រូវហើយទោះយើងជាអ្នកស្រែមានឬក្រប
បុគ្គលនោះជាអ្នកណាក៏ដោយក៏គ្មានសិទ្ធិមកនិយាយវាតម្លៃលើយើងបែបនេះដែរអញគិតថាយើងនឹកបងជាស្ដាអាចឆ្លងកាត់បញ្ហានេះទៅបានឬអត់ឯងត្រូវសួរខ្លួនឯងថាឯងអាចព្រមជាមួយបញ្ហាដែលនឹងចូលមកបានឬអត់ហាតើឯងព្រមឲ្យខ្លួនឯងទៅជួបជាមួយនឹងបញ្ហានោះឬអត់បើចម្លើយរបស់ឯងថាមិនអីទេសួរបានមិនអីទេយើងត្រៀមខ្លួនសម្រាប់បញ្ហាហើយនោះហើយក៏គ្មានអ្វីត្រូវរារែកដែរយើង មិនទាន់បាននិយាយផងសំឡេងទូរស័ព្ទពីចេស្តាក៏បានបន្លឺសំឡេងឡើង